ស្ត្រីម្នាក់បានដោះខោអាវទាំងអស់ចេញហើយហែទឹកក្នុងសួនដោយគ្មានអ្វីបិទបាំងខ្លួននាងចង់ប្រើវិធីនេះដើម្បីបំបត្តិអារម្មណ៍ក្តៅក្នុងចិត្តទូយ៉ាងណាជុតក្តៅនេះត្រូវបានប្តីរបស់មិត្តស្និទ្ធម្នាក់ឃើញដោយចៃដន្យតាមពិតទៅកាលពីមុននេះនាងមិនទាន់មានអារម្មណ៍សប្បាយរីករាយចិត្ត6 ខែហើយនាងចង់ទាមទារការស្រឡាញ់ពីគូស្នេហ៍នៅលើគ្រែប៉ុន្តែត្រូវបានគេមិនអើពើហើយត្រូវធ្លាក់ចេញពីគ្រែនាងដែលមិនអាចទ្រាំបានដើរទៅកាន់ទូទឹកកកដើម្បីប្រើភាពត្រជាក់បន្ថយអារម្មណ៍ក្តៅក្នុងចិត្តប៉ុន្តែវាមិនមានប្រសិទ្ធភាពឡើយក្នុងពេលតែមួយនោះចៅអនដែលកំពុងមានអារម្មណ៍ក៏បានចាប់ផ្ដើមលេងសប្បាយជាមួយសូហេក្រំភួយទាំងពីរចាប់ផ្ដើមលេងសប្បាយគ្នាក្រំភួយខណៈពេលកំពុងត្រៀមចូលទៅលើផ្លូវត្រឹមត្រូវចៅអនដែលរកមិនឃើញកងដុំត្រូវបានប្រពន្ធដែលមិនចង់មានកូនបដិសេធប៉ុន្តែវាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបុរសយ៉ាងខ្លាំងចៅអនដែលមានអារម្មណ៍សោកស្ដាយបានស្លៀកខោអាវហើយដើរចេញទៅលើជណ្ដើរខាងក្រៅដើម្បីផឹកស្រានិងទទួលខ្យល់ប៉ុន្តែសំឡេងឆក់ទឹករបស់អឿនកាំងបានតាក់ទាញអារម្មណ៍របស់គាត់ឲ្យមើលទៅកាយសម្ទាស្រស់ស្អាតនៅមុខចៅអនដែលមានអារម្មណ៍មិនសប្បាយចិត្តសោះមិនអាចដកភ្នែកចេញពីនាងបានមនុស្សពីរនាក់បានសម្លឹងមើលគ្នាដោយមិនបានរំពឹងទុកចៅអនភ័យខ្លាចដូច្នេះបានបង្វិលខ្លួនត្រឡប់ទៅវិញភ្លាមខណៈដែលអឿនកាំងក៏បាញ់ឈប់ចុះណាដែរគាត់បានសម្លឹងមើលទៅកាយស្រមោលរបស់ចៅអនដែលរត់គេចដោយមានគំនិតព្រឹកថ្ងៃបន្ទាប់សូហេនិងមិត្ត3នាក់បានបើកឡាននាំអឿនក្រោយព្រឹត្តិការណ៍យប់មិញចៅអននិងអឿនកាំងមានអារម្មណ៍ខុសគ្នាគាត់លួចមើលស្រីស្អាតម្នាក់ស្លៀកពាក់សាមញ្ញក្នុងកញ្ចក់ហើយមិនអាចឈប់គិតពីឈុតក្តៅស្រឡាញ់ម្សិលមិញបានបន្ទាប់ពីចុះពីឡានក្រុមនោះនិយាយលាដោយសុភាពអឿនកាំងសង្កេតឃើញប្រុសស្នេហ៍នាងមិនសប្បាយចិត្តក៏សុំទោសបញ្ចប់ករណីមិនឲ្យគាត់ខឹងតែចៅអនមិនខ្វល់ពីនាងសោះគាត់ត្រឡប់ទៅបន្ទប់ជួលម្នាក់ឯងថ្ងៃបន្ទាប់អឿនកាំងបញ្ចប់ការងារទិញអាហារច្រើនមកធ្វើម្ហូបឲ្យប្រុសស្នេហ៍ដែលចាប់ផ្ដើមធ្វើការថ្ងៃដំបូងតែចៅអនមិនមានអារម្មណ៍អរគុណនាងសោះពេលញ៉ាំអាហារដែលអឿនកាំងធ្វើអារម្មណ៍មិនសប្បាយចិត្តបានបញ្ចេញលើស្រីស្នេហ៍អឿនកាំងសង្ឃឹមថាគាត់នឹងទៅជួបឪពុកម្ដាយនាងនៅថ្ងៃឈប់សម្រាកប៉ុន្តែចៅអនបោះចោលចង្កឹះភ្លាមហើយសួរថាតើនាងប្រញាប់អ្វីនាងគិតតែរៀបការមិនមែនឪពុកម្ដាយនាងនៅក្នុងបន្ទប់ទេបើគ្រប់គ្រាន់ហើយគាត់ក៏ចេញទៅដោយមិនយល់អ្វីទេទុកឲ្យអិនកាំងអង្គុយស្ទាក់ស្ទើរនៅលើតុមួយទៀតសូហេម៉ាទៅផ្ទះប្តីបន្ទាប់ពីចាប់ការងារដើម្បីកូនស្រីតែឪពុកប្តីវិញហៅនាងទៅនិយាយយ៉ាងតឹងរឹងថាត្រូវប្រញាប់មានកូនប្រុសដើម្បីស្នងទ្រព្យសម្បត្តិគ្រួសារទើបតែទប់ទល់នឹងការបង្ខំឲ្យមានកូនពីឪពុកប្តីស្រាប់តែម្ដាយប្តីក៏ហៅនាងចូលផ្ទះវិញហើយប្រើពាក្យសម្ដីសើចចំអកយ៉ាងខ្លាំងបង្ហាញឲ្យឃើញថាកូនប្រុសរបស់ខ្លួនលំបាកប៉ុណ្ណាព្រមទាំងបន្ទោសស្ត្រីស្រឡាញ់ថាមិនដឹងជួយបំបែកបន្ទុកក្នុងផ្ទះរហូតដល់ស្រីស្រឡាញ់ប្អូនចូលមកជួយស្ថានភាពទើបសុងហេមានឱកាសចេញទៅត្រឡប់មកដល់ផ្ទះសូហេបានបង្ហាញអារម្មណ៍ទុក្ខសោកឲ្យប្តីស្ដាប់ចៅអនក៏ប្រញាប់ប្រពន្ធដែលកំពុងខឹងប៉ុន្តែសូហេវិញបានបកដៃគាត់ចេញគឺម៉ាក់អ្នកនិយាយតាំងពីជួបគ្នាថាខ្ញុំរៀបការដើម្បីបោកលុយឪពុកអ្នកក៏បង្ខំឲ្យខ្ញុំមានកូនប្រុសរាល់ពេលជួបគ្នាពេលនោះយើងទាំងពីរនាក់ទើបរៀបការគ្នាពួកគេធ្វើបែបនេះខ្ញុំពិតជាមិនអាចទ្រាំបានទេនិយាយចប់នាងក៏ដើរចូលបន្ទប់គេងដោយសម្បាញ់ទុកឲ្យចៅអននឹងម្នាក់ឯងហើយដកដង្ហើមយឺតនៅពេលតែមួយគ្នាថៃដែលមកដល់ហាងបង្ហាញរថយន្តដោយលោតលេងសប្បាយគាត់បានប្រើប្រាស់លុយដែលអិនកាំងរៀបចំសម្រាប់ទិញផ្ទះរៀបការទិញរថយន្តប្រណិតខ្លួនឯងហើយនៅតែមានសុភមង្គលទៅហាងសម្លៀកបំពាក់ដំបីជ្រើសរើសសម្លៀកបំពាក់ថ្លៃឲ្យខ្លួនបន្ទាប់មកទៅភោជនីយដ្ឋានប្រណិតដើម្បីជួបជាមួយសេវាការិនីអាកាសយានដ្ឋានគាត់អួតអាងអ្វីដែលមានដូចជាបាសីទាបង្ហាញខ្លួនជំនួសគូប្រកួតមើលទៅគូស្នេហ៍របស់គាត់ពេញចិត្តណាស់ក៏កន្ទុយក្បាលថៃសាច់គៀនថៃដែលមានទំនាក់ទំនងជ្រៅជាមួយស្ត្រីស្អាតបានបោះបង់អិនកាំងទៅហើយអិនកាំងធ្វើម្ហូបរួចរងចាំសង្សារប្រុសនៅផ្ទះសំណាក់ដោយសង្ឃឹមប៉ុន្តែពេលនេះថៃវិញកំពុងអោបស្ត្រីម្នាក់យ៉ាងស្និទ្ធស្នាលភ្លេចខ្លួនហើយលងស្រឡាញ់នាងនេះគឺជាផ្នែកទី3